រោងចក្រគុំនឹងតម្លៃរថយន្តរបស់ GSC តម្លៃ$19,000,000សាងសង់រួចរាល់ហើយបើអត់មានតម្លៃថ្មីដូចអត់ត្រូវមួយនេះ GSC GS8 តម្លៃថ្មី$36,500បងប្អូនទាំងគ្នាថ្ងៃនេះគឺមានដំណឹងដ៏រីករាយមួយសម្រាប់បងប្អូនទាំងគ្នាដែលជាប្រជាជនកម្ពុជារស់នៅក្នុងប្រទេសកម្ពុជារបស់យើងដោយសារតែរោងចក្រផ្គុំនឹងដំឡើងរថយន្តរបស់ GSC Cambodia ប្រចាំនៅប្រទេសកម្ពុជារបស់យើងទុនវិនិយោគរហូតដល់$19,000,000សហរដ្ឋអាមេរិកបានធ្វើការសាងសង់រួចរាល់ហើយត្រៀមធ្វើការផ្គុំនឹងដំឡើងរថយន្តជូនទៅកាន់ប្រជាជនកម្ពុជាហើយសមត្ថភាពនៃការផ្គុំនឹងដំឡើងរថយន្តរហូតដល់10,000ទៅ15,000 គ្រឿងផងដែរហើយដោយសារតែហេតុនេះហើយដើម្បីចូលរួមអបអរសាទរទើប GSC Cambodia បានធ្វើការប្រកាសនៅតម្លៃថ្មីទៅលើរថយន្ត SUV 7 កៅអីរបស់ខ្លួនគឺ GSC GS8 ដែលទទួលបានការគាំទ្រកាលពីមុននេះឥឡូវនេះមានតម្លៃពិសេសខ្លាំងមែនទែនគឺតម្លៃត្រឹមតែ$36,500ទេបងប្អូនគ្នាអ្វីដែលពិសេសរាល់ការទិញរថយន្តពី GSC Cambodia បងប្អូនគ្នានឹងទទួលបានការធានារយៈពេល5ឆ្នាំពីរោងចក្ររបស់ GSC ប្រចាំនៅប្រទេសចិនផ្ទាល់តែម្ដងអញ្ចឹងអត់មានការបារម្ភទេប្រើដោយមានទំនុកចិត្តប្រើសុវត្ថិភាពប្រើដោយមានភាពមិនសមចៃបងប្អូនគ្នាប្រកាសជាមានសំណួរថារក្សាឡានតម្លៃថ្មី$36,500មាន option តែប៉ុណ្្នឹងទេអត់ទេបងប្អូនគ្នា GSC នៅតែប្រកាន់ជំហរនៅរថយន្តដែលមានគុណភាពខ្ពស់សុវត្ថិភាពមិនសមចៃជូនទៅកាន់បងប្អូនគ្នាអញ្ចឹងជាក់ស្ដែងហ្មងលក្ខខណ្ឌដែលពិសេសសម្រាប់រថយន្តនេះណាគឺតាក់ទងទៅនឹងគ្រោងឆ្អឹង GPMA platform ដែលគ្រោងឆ្អឹងមួយនេះគឺប្រើប្រាស់ជាមួយនឹងដែកថែបរហូតដល់ 95% ជាប្រភេទ high strength steelដែលវាដូចទៅនឹងរថយន្តប្រភេទ MPV GN8 យ៉ាងបងប្អូនគ្នាអញ្ចឹងកុំបារម្ភអីតម្លៃថ្មីនៅតែរក្សាគុណភាពដដែលអញ្ចឹងដោយសារតែមានមុខងារសុវត្ថិភាពជាច្រើនបាទ ADAS ក៏មានបាទសាក់ស៊ីដ៏រឹងមាំគ្រោងឆ្អឹងដ៏រឹងមាំទើបធ្វើឲ្យរថយន្តនេះទទួលបាននៅចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ5ពីសមាគមវាតម្លៃ CNCAP ផ្ទាល់ផងដែរអញ្ចឹងនៅមានចំណុចជាច្រើនទៀតដែលខ្ញុំចង់បង្ហាញបងប្អូនគ្នាជាពិសេសគឺតាក់ទងទៅនឹងកម្រិតអន្សំចៃសម្រាប់រថយន្តនេះគឺដំណើរការដោយម៉ាស៊ីនសាំងប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Mega Wave Power ជាប្រភេទ4ស៊ីឡាំងទំហំ 2.0T GDI ផលិតកម្លាំងបានខ្លាំងរហូតដល់252 PS រីឯកម្លាំងរមុលរហូតដល់400 Newton m តផងដែរសម្រាប់ option ជាច្រើនទៀតគឺមានតាក់ទងទៅនឹងកាមេរ៉ាមួយជុំរថយន្តលក្ខណៈ340 degree កម្រិត HD ហើយតាក់ទងទៅមុខងារពិសេសគឺមានច្រើនមែនទែនបងប្អូនដូចជាប្រព័ន្ធជំនួយដល់ការបើកបរឆ្លាតវៃចំនួនចុងក្រោយ ADAS ចំនួន 2.0ដែលមានមុខងារដូចជាបាទមុខងារកំណត់ល្បឿនតាមរថយន្តនៅផ្នែកខាងមុខ Frank Auto ហ្នឹងគឺមានចាក់កន្លងជារួមមកគឺមានមកចប់ហ្មងតាក់ទងទៅនឹងមុខងារសុវត្ថិភាពទាំងអស់ដែលមាននៅលើកញ្ចប់សុវត្ថិភាពឆ្លាតវៃ ADAS 2.0ហើយផលិតភាពសុវត្ថិភាពគុណភាពគឺមានហើយរីឯបរិការនៅផ្នែកខាងក្នុងគឺកាន់តែទំនើបបងប្អូនជាពិសេសចូលទៅគឺទំហំធំទូលាយដែលសារតែជារថយន្តប្រភេទ SUV 7 កៅអីលក្ខណៈគ្រួសារហ្នឹងដោយកៅអីក៏ដូចជាបរិការនៅផ្នែកខាងក្នុងគឺភាគច្រើនគេប្រើប្រាស់ជាមួយនឹងប្រភេទស្បែកទន់ល្មើយបងប្អូនហើយជាមួយនឹងថ្នេរដេរមាន texture ឈើជាមួយនឹងក្រុមមេផលិតជាច្រើនផងដែរហើយតាក់ទងទៅនឹងកៅអីគឺបាទចុចសងខាងផ្ទាល់តែម្ដងបាទអេក្រង់កុងទ័រ digital ទំហំធំរហូតដល់ 10.1 អ៊ីងអេក្រង់កំសាន្តក៏ទំហំធំរហូតដល់ 14.6 អ៊ីងTouch screen កម្រិត HD សំខាន់យើងអាចធ្វើការភ្ជាប់ជាមួយនឹងមុខងារដល់អត់ចាំបាច់ដល់ខ្សែទេ Wireless Apple CarPlay និង Android Auto មើលផែនទីកម្ពុជាក៏ដូចជាការកំសាន្តយ៉ាងសម្បូរបែបផងដែរហើយក៏មានផងដែរជាមួយនឹងដំបូលកញ្ចក់យ៉ាងធំនៅផ្នែកខាងលើហើយយើងក៏អាចធ្វើការបើកស្រូបយកខ្យល់អាកាសក៏បានដូចគ្នាផងដែរហើយមាន ambient light ទៀតបើបននៅពេលយប់គឺកាន់តែតាក់ទាញផ្ដល់អារម្មណ៍ស្រស់ស្រាយខ្លាំងមែនទែនរីឯប្រព័ន្ធជើងក្រោមក៏ដំណើរការយ៉ាងឆ្លាតវៃផងដែរគឺប្រើប្រាស់នៅលក្ខណៈឯករាជ្យទាំងអស់តែម្ដងផ្នែកខាងមុខគេប្រើប្រាស់ជាមួយនឹងប្រភេទ MagPerson Tab Independent ហើយផ្នែកខាងក្រោយគេប្រើប្រាស់ជាប្រភេទ Multi-Link Beam Independent ដូចគ្នាផងដែរជារួមមកទុនកម្លាំងខ្លាំងសមចៃមានគុណភាពការពារសុវត្ថិភាពទៅលើបងប្អូនគ្នាប្រើប្រាស់ដោយមានទំនុកចិត្តខ្ពស់ផងដែរអញ្ចឹងអ្វីដែលកាន់ពិសេសតម្លៃថ្មីនៅតែមានការធានានៅតែមានរយៈពេលវែងដូចគ្នាផងដែរជាមួយនឹងការធានារហូតដល់រយៈពេល5ឆ្នាំឬ 150,000 គីឡូម៉ែត្រពីរោងចក្ររបស់ GSC សំខាន់ហ្នឹងគឺតាក់ទងទៅនឹងអ្នកបច្ចេកទេសរោងចក្រធ្វើការដោះស្រាយជូនបងប្អូនគ្នាគឺសុទ្ធតែទទួលបានការបណ្ដុះបណ្ដាលពីរោងចក្ររបស់ GSC ផ្ទាល់តែម្ដងហើយជាពិសេសគឺម៉ាស៊ីន scan ហ្នឹងគឺតាក់ទងទៅនឹង GSC ប្រទេសចិនគឺផ្ដល់ជូនឲ្យប្រើប្រាស់ជាលក្ខណៈផ្លូវការតែម្ដងដែលមានតែមួយគត់នៅ GSC Cambodia ផ្ទាល់តែម្ដងអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងបានជាមួយនឹង GSC Cambodia ឬតាមលេខទូរស័ព្ទដែលខ្ញុំនឹងដាក់នៅក្នុងវីដេអូនេះផងដែរចាំបងប្អូនរងចាំដល់ណាទៀតដាក់បូរួចជាស្រេចតម្លៃថ្មីពិសេស$36,500ចាំបងប្អូនអាចមកទទួលយករថយន្តនៅ GSC Cambodia បានអរគុណបងប្អូនយើងសន្យាថាយើងនឹងជួបគ្នានៅវីដេអូក្រោយ